បាទសួស្តីបងប្អូនអរគ្នានេះគឺជាសកម្មភាពក្រុមការងារធ្វើបទបង្ហាញអំពីផលិតផល Makita ទាក់ទងជាមួយនឹងរបៀបនៃការប្រើប្រាស់របៀបនៃការថែទាំនិងរបៀបនៃការជួសជុលបឋមទៅលើផលិតផល Makita ដែលបាទក្រុមការងាររបស់ពួកគាត់មានប្រើប្រាស់ជាក់ស្ដែងហើយនឹងផលិតផលថ្មីដែលយើងធ្វើការបង្ហាញដើម្បីឲ្យគាត់យកទៅប្រើប្រាស់ត្រូវជាមួយនឹងការងាររបស់គាត់ហើយក្រុមការងាររបស់យើងបានយកឧបករណ៍និងរបស់ testing ទៅជាក់ស្ដែងដើម្បីឲ្យគាត់ឃើញបាទអំពីសមត្ថភាពក៏ដូចជាការប្រើប្រាស់ជាក់ស្ដែងកុំឲ្យបាទពួកគាត់ប្រើប្រាស់លើសបាទកម្លាំងរបស់ motor លើសមត្ថភាពរបស់ motor ជាហេតុធ្វើឲ្យ motor វាឆាប់ខូចឬអីផ្សេងៗបើទោះបីជាផលិតផល Makita មានគុណភាពល្អស្តង់ដារយ៉ាងណាក៏ដោយក៏ការប្រើប្រាស់ឲ្យត្រូវទៅតាមបច្ចេកទេសគឺជារឿងសំខាន់ហើយក្រុមការងារយកឧបករណ៍ទៅ maintenance ទៅថែទាំបាទឲ្យបងប្អូនអរគ្នាបាទជាសេវាកម្មដ៏ល្អមួយបាទមាន battery checker បាទមានជាกระดาษបាទបង្ហាញអំពីរបៀបនៃការថែទាំតាមដំណាក់កាលនីមួយៗបងប្អូនអរគ្នាហើយគឺបាទសប្បាយចិត្តមែនតើនៅពេលដែលបងគាត់បានចូលរួមច្រើនហើយគាត់យល់ដឹងអំពីផលិតផល Makita ដើម្បីប្រាប់ទៅក្រុមការងាររបស់គាត់ដើម្បីប្រាប់ទៅបាទអ្នកប្រើប្រាស់របស់គាត់ឲ្យត្រូវទៅតាមបច្ចេកទេសបាទស្តង់ដារបាទហើយក្រុមការងាររបស់យើងគឺអត់មានគិតសេវាអីទេបងប្អូនអរគ្នាយករបស់ជាក់ស្ដែងទៅតេស្តទៅអីចឹងណាបាទអត់មានគិតសេវាអីទេឲ្យតែបងប្រើផលិតផល Makita ទៅបាទប្រើបានយូរធន់នឹងការងារបាទហើយចំណេញពេលវេលាណាបងអញ្ចឹងបើសិនជាបងមានតម្រូវការចង់ឲ្យក្រុមការងារទៅបង្រៀនបាទតាក់ទងមកលេខទូរស័ព្ទដាក់លើវីដេអូហ្នឹងបងប្អូនបាទសូមអរគុណសូមជម្រាបលា